ថ្លែងទៅកាន់អ្នកកាសែតនៅក្នុងឱកាសជំនួបកំពូលអូតង់នៅរដ្ឋធានីអង្ការ៉ាព្រឹកថ្ងៃពុធទី8 កក្កដាលោកដូណាល់ត្រាំបានបញ្ជាក់ថាសម្រាប់លោកគឺចប់ហើយលែងមានបទឈប់បាញ់លែងមានការចរចាអ្វីទៀតហើយជាមួយអ៊ីរ៉ង់លោកដូណាល់ត្រាំបានបន្ថែមថាវាគឺជារឿងមួយខាតពេលឥតប្រយោជន៍ណាស់ព្រោះពួកមេដឹកនាំអ៊ីរ៉ង់សុទ្ធតែជាពួកកុហកបោកប្រាស់ពោពេញដោយល្បិចកលជាពួកឈួតកើតរោគចិត្តសូមបញ្ជាក់ថាសម្ដីដ៏គ្រួតគ្រាតរបស់លោកដូណាល់ត្រាំនេះគឺជាប្រតិកម្មទៅនឹងស្ថានភាពនៅតំបន់ឈូងសមុទ្រ Perse ដែលមានការផ្ទុះអាវុធវាយប្រហារគ្នាសារជាថ្មីរវាងអាមេរិកនិងអ៊ីរ៉ង់កាលពីថ្ងៃអង្គារអង្គការ UKMTO ដែលទទួលបន្ទុកសន្តិសុខផ្លូវសមុទ្របានឲ្យដឹងថារយៈពេល24ម៉ោងចុងក្រោយមាននាវាដឹកប្រេងចំនួន3គ្រឿងរងគ្រោះដោយការវាយប្រហារដោយគ្រាប់មិនស្គាល់ប្រភពតែបើផ្អែកតាមអាជ្ញាធរប្រទេសកាតានិងអារ៉ាប៊ីសាអូឌីតវិញបានអះអាងថានាវា2ក្នុងចំណោមទាំង3គ្រឿងគឺត្រូវអ៊ីរ៉ង់វាយប្រហារក្រោយដំណឹងនេះនៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធកងទ័ពអាមេរិកបានបើកប្រតិបត្តិការភ្លាមវាយប្រហារទៅលើទីតាំងយោធាអ៊ីរ៉ង់ចំនួនជាង80គោលដៅក្នុងនោះមានទីតាំងបាញ់មីស៊ីលប្រព័ន្ធការពារផ្លូវអាកាសនិងប្រព័ន្ធរ៉ាដាសមុទ្រជាដើមបន្ថែមពីនេះរដ្ឋបាលលោកដូណាល់ត្រាំក៏បានសម្រេចព្យួរលែងអនុវត្តនៅការលើកលែងទណ្ឌកម្មនាំចេញប្រេងរបស់អ៊ីរ៉ង់អាមេរិកបានអះអាងថាអ៊ីរ៉ង់បានរំលោភបំពានបទឈប់បាញ់ដែលបានកំណត់ឲ្យបើកចរាចរណ៍ច្រកសមុទ្រអ៊ុរម៉ូសដោយសុវត្ថិភាពការវាយប្រហាររបស់អាមេរិកនិងការសម្រេចដាក់ទណ្ឌកម្មរាំងខ្ទប់ការនាំចេញប្រេងមកវិញនេះបានធ្វើឲ្យអ៊ីរ៉ង់ខឹងច្រឡោតឡើងហើយបានឆ្លើយតបទៅវិញតាមរយៈការវាយប្រហារបាញ់ប្លង់គ្រាប់មីស៊ីលនិងដ្រូនទៅកាន់មូលដ្ឋានទ័ពអាមេរិកប្រចាំនៅបាហ្រ៉ែននិងនៅកូវេតកងឆ្មាំបដិវត្តអ៊ីរ៉ង់បានប្រកាសថាគ្រប់ទីកន្លែងទាំងអស់នៅតំបន់មជ្ឈិមបូព៌ាដែលកងទ័ពអាមេរិកប្រើប្រាស់ដើម្បីបើកប្រតិបត្តិការវាយប្រហារមកលើអ៊ីរ៉ង់គឺសុទ្ធតែជាផ្ទាំងស៊ីបដ៏ស្របច្បាប់នៃការវាយប្រហារសងសឹករបស់អ៊ីរ៉ង់គូក៏សម្គាល់ថាស្ថានភាពវិវត្តផ្ទុះអាវុធសារជាថ្មីនេះបានឆ្លុះបញ្ចាំងឲ្យឃើញនៅភាពផុយស្រួយនៃកិច្ចព្រមព្រៀងបឋមក៏ដូចជាបទឈប់បាញ់រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកកត្តាសុវត្ថិភាពនៃចរាចរណ៍នាវានៅច្រកសមុទ្រអ៊ុរម៉ូសនៅតែជាការព្រួយបារម្ភដ៏ធំនៅព្រឹកថ្ងៃពុធនេះតម្លៃប្រេងឆៅបានស្ទុះហក់ឡើងជាង 6% មួយរំពេចក្នុងមួយធុងបារីលឡើងដល់ជាង$78បន្ទាប់ពីស្ដាប់សម្ដីលោកដូណាល់ត្រាំលើកឡើងអះអាងថាអាមេរិកឈប់ចរចាជាមួយអ៊ីរ៉ង់ព្រោះអ៊ីរ៉ង់មានល្បិចថោកទាបអ្នកវិភាគជាច្រើនកំពុងតែចោទសួរថាតើអ្វីទៅជាយុទ្ធសាស្ត្រតទៅមុខទៀតរបស់លោកដូណាល់ត្រាំដើម្បីដោះស្រាយបញ្ហានេះតើច្រកសមុទ្រអ៊ុរម៉ូសផ្លូវចរាចរណ៍ដឹកប្រេងនិងឧស្ម័នដ៏សំខាន់បំផុតមួយរបស់ពិភពលោកនឹងក្លាយជាចំណាប់ខ្មាំងរបស់អ៊ីរ៉ង់រៀងរហូតទៅឬ